Hello គ្នាយើងថ្ងៃនេះដែរគឺជាវីដេអូដែលខ្ញុំធ្វើពី Mobile Legends ហើយថ្ងៃនេះដែរគឺខ្ញុំនឹងមកនាំអ្នកគេមករកជាមួយ Crystal Arara ឲ្យបានច្រើនអញ្ចឹងណាដែលយើងសំដើម្បីទុកទៅដូរជា skin collector អញ្ចឹងគ្នាយើងហើយអ្នកនរគ្នាគឺថាប្រយោជន៍របស់Crystal Arara ហ្នឹងគ្នាយើងគឺយើងអាចយកទៅជាមួយនឹង Marvel យក skin Zodiac បានមួយទីនេះគ្នាយើងឃើញហ្នឹងគឺថា Crystal Arara យើងគឺថាវាពិតជាមានប្រយោជន៍ខ្លាំងតែឥឡូវយើងទៅដឹងពីរបៀបយក Crystal Arara ឲ្យបានច្រើននៅចំណុចទី1នេះគ្នាចូលមកក្នុងសបនេះគ្នាចុចច្រឡំបន្តិចនេះគ្នាសូមតោមែនឥឡូវយើងមកចូលក្នុងសបមកនេះគ្នាពេលនេះគ្នាចូលក្នុងសបនេះគ្នាប្រកាសជាឃើញគឺCrystal Arara នេះគេលក់អញ្ចឹងអានេះគឺប្រចាំថ្ងៃគឺចំណាយ10ពេជ្រទេយើងអាច random បានអញ្ចឹងឥឡូវខ្ញុំ random បាន15ហើយអ្នកគ្នាក៏ថានៅក្នុងសបដែរគឺឡៃនេះទិញ79ពេជ្រនៅប្រចាំខែអញ្ចឹងណាគ្នាយើងសូមបញ្ជាក់គ្នាយើងបន្តិចអាហ្នឹងគឺមួយខែទិញបានតែម្ដងទេអ្នកគ្នាអូខេឥឡូវគឺយើងទៅមើលអាកន្លែងសបអាកន្លែងដាក់ពេជ្រម្ដងនេះយើងមើលអាកន្លែង weekly pass នេះគឺយើងដាក់ទៅយើង claim រាល់ថ្ងៃទៅយើងនឹងទទួលបានស្អីគេអប់នេះមួយហើយគ្នាយើងអាច inform វាទៅឲ្យច្រើនទៅចាំបើកទីហោះឥឡូវខ្ញុំបើកទៅយើងគឺថា17ទៅយើងបាន170អីចឹងទៅគ្នាយើងហើយមួយទៀតនោះគឺថានៅកន្លែង random starlight នេះចូលមកក្នុង starlight ទៅហើយគ្នាយើងញ៉ាំនេះខ្ញុំអស់លេងទេណានេះយើងនេះចូលទៅក្នុងកន្លែង random នេះគ្នាយើងនេះយើងអាច random បានភាគរយច្រើនហ្នឹងមែនតើដើម្បីទទួលបានវាអញ្ចឹងអូខេគ្នាយើងហើយមួយទៀតនេះយើងគឺនៅមួយកន្លែងទៀតដែលយើងនេះយើងគឺនៅមួយកន្លែងទៀតគឺនៅអាកន្លែងដាក់ពេជ្រនេះគ្នាយើងគឺយើងដាក់ចំណាយ5.99 ទៅគឺយើងនឹងបានអាម៉ានេះយើងចាំផ្លេតគឺថាយើងបាន180 Crystal Arara 275ពេជ្រគឺយើងដាក់មួយអាទិត្យដាក់បានម្ដងគឺយើងទទួលបាន20 Arara អញ្ចឹងទៅហើយជាចុងក្រោយគឺខ្ញុំសូម goodbye គ្នាយើងហើយ